rồi chúng xuống ởនេះខ្ញុំមកបញ្យល់ពីអត្ថន័យនៃពាក្យ3នេះខណៈនេះសំដៅទៅលើអនុភាពសរុបពេលនេះគឺជាគីឡូវ៉ាត់អនុភាពសកម្មគុយគឺជាគីឡូវ៉ាត់អនុភាពសកម្មជាទូទៅអនុភាពសរុបនេះពីច្រើនគេហៅនៅពេលណាសំដៅទៅលើបន្ទុកមានដូចជា transfer ហើយនឹងម៉ាស៊ីនភ្លើងខ្នាតហ្នឹងទៅគេប្រើពីនឹងតើតងមួយគីឡូវ៉ាត់នេះសំដៅទៅលើថាមពលគ្រឿងបន្ទូស៊ីហ្នឹងហើយតើតងមួយគុយនេះសំដៅទៅលើអនុភាពសកម្មអនុភាពអត់បានការមានអនុភាពដែលកើតចេញពីម៉ូទ័រពីគ្រឿងទទួលដែលមានលក្ខណៈជាម៉ូប៊ីនណាបាទរុំជាស្ពីអាហ្នឹងវាកើតមានគុយហ្នឹងគឺពេលដែលមានច្រើនទៅនេះអនុភាពសកម្មនេះវាបាត់បង់ឥឡូវខ្ញុំឧទាហរណ៍មាន5មួយនេះឧទាហរណ៍ត្រង់ Sport A អញ្ចឹងមានអនុភាពសរុប10 kVA មាន power factor 0.8 អញ្ចឹងវាកើតគុយបាន6វាផ្ដល់អនុភាពសកម្មបានតែ8អញ្ចឹងឧទាហរណ៍ថាយើងមានពូម3គ្រាប់1គ្រាប់ស៊ី1គីឡូវ៉ាត់ចុះអញ្ចឹងអានេះយើងអាចភ្លឺបានតែ8ពូលប៉ុន្តែមួយទៀតបើសិនជាឧទាហរណ៍ transfer B វាមានគុយ0អញ្ចឹងអនុភាពនេះអនុភាពសកម្មនេះឬមួយអនុភាពបានការវាធំចឹងវាយើងអាចប្រើប្រាស់ឧបករណ៍បានច្រើនជាងនេះ transfer ទំហំប៉ុណ្ណឹងទេប៉ុន្តែបើសិនជាគុយនេះអត់មានយើងអាចប្រើឧបករណ៍បានច្រើនប៉ុន្តែបើគុយមានឧបករណ៍យើងធ្លាក់ចុះអញ្ចឹងដើម្បីឲ្យគុយនេះវាតិចយើងប្រើឧបករណ៍បានច្រើនគឺទទួលបានច្រើនយើងអាចប្រើ capacitor band ដើម្បីតម្លើងនេះឲ្យខ្ពស់អាច 0.95 ឡើងទៅឬមួយក៏ហ្នឹងហើយ 0.95 ឡើងទៅគឺល្អហើយអញ្ចឹងនេះយើងអាចប្រែប្រួលបានដោយសារយើងអាចដាក់ capacitor ពេលហ្នឹងប្រែប្រួលអានេះក៏ប្រែប្រួលដែរហើយតម្លៃកាន់តែខ្ពស់នេះកាន់តែតិចទៅអញ្ចឹងអានេះឡើងដល់1អញ្ចឹងអានេះគឺ0ហើយអត្ថន័យវាមានតែប៉ុណ្្នឹងទេអានេះអនុភាពសរុបគឺຂະຫນាតហ្នឹងគេសំដៅពីច្រើនគេហៅសម្រាប់ຂະຫນាតរបស់ transfer ហើយនិងម៉ាស៊ីនភ្លើងហើយបើ UPS ក៏គេអាចហៅ kVA ហ្នឹងដែរប៉ុន្តែគេអត់សូវប្រើទៅគេប្រើថាຂະຫນាតហ្នឹងឲ្យតែនិយាយយើងចាំkVA ពីច្រើនគឺ transfer ហើយម៉ាស៊ីនភ្លើងអូខេនេះគឺទទួលយើងមានទូមានពូមានអីទៅស៊ីវ៉ាត់ឬមួយក៏គីឡូវ៉ាត់ចឹងអូខេវីដេអូនេះវាក៏ប៉ុណ្ណឹង